អញ្ចឹងមូលហេតុដែលយើងចេះតែធ្វើចេះតែផុសតែផុតពីដៃហ្នឹងហើយគឺជាមូលហេតុដែលយើងកម្របាន follower ណាកម្របាន follower ជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាអញ្ចឹងនេះមានប្រធានបទមកឲ្យបងប្អូនទាក់ទងនឹងការផលិតវីដេអូដដែលហ្នឹងឯងអញ្ចឹងនេះប្រធានបទខ្ញុំចង់និយាយទាក់ទងនឹងបងប្អូនធ្វើ reel ឬក៏វីដេអូខ្លីណាវីដេអូខ្លីបើវីដេអូវិញខ្ញុំមើលទៅដូចជាមិនសូវមានបញ្ហាអីទេហើយខ្ញុំក៏ធ្វើវីដេអូដូចគ្នាដែរតែខ្ញុំចូលចិត្តសង្កេតមើលតាក់ទងនឹងមិនថាដៃចាស់ឬដៃថ្មីទេខ្ញុំចូលចិត្តស្ដាប់ចូលចិត្តសង្កេតមើលវីដេអូហើយក៏មិនសូវជាមានពេលដែរគ្រាន់តែអូសទៅឃើញភាគច្រើនមែនតើសឹងនឹងខ្ញុំគិតថា100នាក់វាចង់90នាក់ទៅហើយដែលគាត់អត់ចេះធ្វើវីដេអូហ្នឹងវាមិនគាត់ថតបានអីបានហើយគាត់ធ្វើបានគាត់ចេះផុសចេះអីបានហើយក៏តែដល់ពេលមើលពីអត្ថន័យវីដេអូសាច់វីដេអូរបស់គាត់គឺมันមានខ្លឹមសារมันមានអត្ថន័យអត្ថរសច្បាស់លាស់នោះទេណាចេះតែធ្វើចេះតែផុសឲ្យតែផុតពីដៃណាចេះធ្វើចេះតែផុសនឹងឲ្យតែផុតពីដៃអញ្ចឹងមូលហេតុដែលយើងចេះតែធ្វើចេះតែផុសឲ្យតែផុតពីដៃហ្នឹងហើយគឺជាមូលហេតុដែលយើងកម្របាន follower ណាកម្របាន follower កម្រមានអ្នក like កម្រមានអ្នកចូលចិត្តកម្រមានអ្នកមើលមិនត្រឹមតែបាន follower មិនត្រឹមតែបានកម្របាន follower ទេគឺថែមទាំងកម្រមានអ្នកចូលចិត្តកម្រអ្នកមានអ្នកគ្រប់ត្រូលនិងកម្រអ្នកចូល comment កម្រអ្នកមើលដល់ចប់ទៀតនិងគេមើលតែពីដំបូងដល់ពេលគេតាមដានអា page របស់យើងtimeline របស់យើងទៅឃើញតែវីដេអូដដែលវាអត់មានអត្ថន័យខ្លឹមសារអត់មានអត្ថរសវីដេអូផ្លាស់ប្ដូររហូតនិងផ្លាស់ប្ដូរពីរបៀបធ្វើរបៀបថតអីល្អរហូតក៏តែគាត់អត់ទាន់យល់ពីការធ្វើម៉េចឲ្យវាមានអត្ថន័យខ្លឹមសារច្បាស់លាស់នឹងតួយ៉ាងដូចខ្ញុំឧទាហរណ៍ពីការធ្វើតែងសេចក្តីនឹងធ្វើការតែងសេចក្តីអញ្ចឹងអ្នកដែលបានរៀនតែងសេចក្តីច្បាស់ជាយល់ហើយនឹងគេមានអីខ្លះមានផ្ដើមសេចក្តីមានតួសេចក្តីហើយនឹងបញ្ចប់សេចក្តីអញ្ចឹងបងប្អូនយើងធ្វើគឺដល់ការធ្វើវីដេអូមិនថាវែងខ្លីទេគឺយើងត្រូវតែដើរតាមក្បួននៃការតែងសេចក្តីរបស់យើងចឹងបងប្អូនយើងសុទ្ធតែរៀនទាំងអស់គ្នាហើយយើងត្រូវយល់ចំណែកបងប្អូនមិនបានរៀនមិនបានស្វែងយល់គឺយើងត្រូវតែយល់ដូចគ្នាដែរការធ្វើវីដេអូយើងត្រូវមានផ្ដើមសេចក្តីនិងផ្ដើមសេចក្តីគឺប្រធានបទយើងចង់ធ្វើពីអីនឹងយើងលើកឲ្យចំណុចសំខាន់នេះមកដាក់ក្បាលវីដេអូមកមិនថាវីដេអូវែងមិនថាវីដេអូខ្លីទេយើងត្រូវតែមានចំណុចសំខាន់មួយដាក់នៅលើក្បាលវីដេអូយើងដើម្បីជាភាពទាក់ទាញនឹងហើយបងប្អូនសួរតដាក់ថាម៉េចចំណុចណាសំខាន់យើងដឹងខ្លួនយើងអ្នកកាត់តយើងលើកមកកាត់តពីមុខវីដេអូយើងមុនមកណាយើងលើកមកកាត់តមុនមកបន្ទាប់មកយើងចូលតួសេចក្តីមកគឺយើងត្រូវកាត់ពីចំណុច0ត្រូវកាត់ពីចំណុចលេខ1រហូតដល់លេខ2លេខ3លេខ4តាមលំដាប់រហូតដល់ចំណុចចុងបញ្ចប់បងប្អូនហើយចំណុចចុងចប់របស់យើងគឺយើងត្រូវនិយាយធ្វើម៉េចឲ្យមានភាពទាក់ទាញផងដែរហ្នឹងចាំបងប្អូនយើងត្រូវយកចំណុចនេះអញ្ចឹងយើងធ្វើវីដេអូកុំមិនថាវែងមិនថាខ្លីទេគឺកុំធ្វើអត់មានក្បាលមានកន្ទុយហ្នឹងបន្ទាប់ពីផ្ដើមក្បាលសេចក្តីហើយគឺយើងចូលតួសេចក្តីរបស់យើងគឺជាមិនថាវែងខ្លីទេហ្នឹងខ្លីក៏អាចធ្វើជាតួសេចក្តីបានដែរតួសេចក្តីគឺអត្ថន័យវាទលំទលាយនឹងអត្ថន័យខ្លឹមសារវាទលំទលាយអញ្ចឹងយើងធ្វើម៉េចឲ្យគេយល់នឹងគេយល់គេស្ដាប់បាននឹងឲ្យម៉េចជាសកម្មភាពរបស់យើងហ្នឹងគេមើលទៅឲ្យដឹងថាគេធ្វើយើងកំពុងធ្វើពីអីហ្នឹងអាហ្នឹងគឺតួសេចក្តីគឺយើងត្រូវវែងឆ្ងាយរ៉ាប់ហោហែទៅពេលលោទៅតាមហ្នឹងទៅណាបងប្អូនហ្នឹងអាហ្នឹងគឺទាក់ទងនឹងតួសេចក្តីចំណែកបញ្ចប់សេចក្តីយើងត្រូវមានអត្ថន័យខ្លឹមសារមួយបែបបញ្ចប់នឹងថាខ្ញុំធ្វើពីម្ហូបចាំម្ហូបនេះមានអត្ថន័យយ៉ាងណានឹងឆ្ងាញ់ឬក៏វាមិនទេសភាពទីអីគេទេសភាពវាល្អស្អាតចំណុចចុងបញ្ចប់នេះណាខ្ញុំសូមឲ្យបងប្អូនជួយមើលវីដេអូរបស់ខ្ញុំថាល្អឬក៏អត់ទេចុះមួយពេញចិត្តចូលចិត្តយើងជួយ like ជួយ follow ម្នាក់មួយបងប្អូនហ្នឹងនិយាយអញ្ចឹងទៅទាក់ទងនឹងការបញ្ចប់សេចក្តីហ្នឹងចាំបងប្អូននេះត្រូវយល់ទាក់ទងនឹងការធ្វើវីដេអូគឺមិនថាវែងមិនថាខ្លីទេវីដេអូខ្លីគឺយើងធ្វើបានដូចគ្នាបងប្អូនអនុវត្តតាម3ចំណុចហ្នឹងដូចគ្នាដែរអនុវត្តតាម3ចំណុចហ្នឹងដូចគ្នាដែរវីដេអូខ្លីណានឹងមានផ្ដើមសេចក្តីមានតួសេចក្តីបញ្ចប់សេចក្តីនឹងខ្ញុំឃើញភាគច្រើនខ្ញុំនិយាយចូលសាច់រឿងអ្វីដែលខ្ញុំចាប់បានគឺធ្វើវីដេអូនឹងធ្វើអាសកម្មភាពដែលកំពុងគេត្រូវការមើលចប់បាត់ទៅនឹងចប់បាត់ទៅអញ្ចឹងមិនថាខ្ញុំថាអត់មានក្បាលមានកន្ទុយនឹងចាប់ដើមឡើងឃើញថាខ្ញុំបង្ហាញពីប្លង់ស្ទូចត្រីមួយស្ទូចត្រីកំពុងទាញដល់ពេលយកទៅផុសវីដេអូចាប់បាត់អាកន្លែងដែលគេចង់បានឃើញបាត់អាកន្លែងដែលគេចង់ឃើញចំណុចដែលចាញ់ជាត្រីនឹងត្រីស្ទូចបានប៉ុណ្ណាណាអត់ឃើញទេអត់ដាក់ឲ្យគេមើលទេបងប្អូនអាហ្នឹងហើយដែលគេហៅថាធ្វើវីដេអូអត់ក្បាលលើកន្ទុយហ្នឹងដល់ពេលទៅក្រោយទៀតធ្វើអញ្ចឹងទៀតវីដេអូក្រោយទៀតអញ្ចឹងទៀតវីដេអូក្រោយទៀតអញ្ចឹងទៀតធ្វើមួយខែ2ខែ3 4ខែបងអត់មានអ្នក follow អត់មានអ្នកតាមដានទេនឹងហេតុអីបានស៊ូខ្លួនឯងទៅហេតុអីបានផុសដបងទៅមានអ្នកមើលនឹងផុសដបងទៅឡើងនឹងមានអ្នកមើលស្ទុះក្រិនណាដល់ពេលផុសយូរទៅអត់មានអ្នកមើលសោះនឹងបងប្អូនសួរថាហេតុអីអត់មានហេតុអីមានបញ្ហាអីបានខ្ញុំដបងឡើងហើយផុស2 3 4 5វីដេអូក្រោយឬក៏10 20វីដេអូក្រោយមួយខែហ្នឹងក៏អត់ឡើងសោះមូលហេតុអីចឹងនឹងយើងត្រូវសួរខ្លួនឯងវិញបងប្អូនថាវីដេអូដែលយើងធ្វើហ្នឹងវាបែបម៉េចនឹងវាល្អឬក៏អត់វាមានអត្ថន័យខ្លឹមសារអត្ថរសច្បាស់លាស់ឬក៏អត់ការបញ្ចូលសំឡេងការថតនឹងវាច្បាស់ឬក៏អត់សាច់វីដេអូរបស់យើងនឹងគេមើលយល់គេស្ដាប់បានឬក៏អត់អញ្ចឹងបងប្អូនការធ្វើវីដេអូយើងមិនចេះតែធ្វើអត់តែចាប់ដើមទេណាការធ្វើអីមួយក៏ដោយយើងត្រូវធ្វើឲ្យពេញដៃពេញជើងឲ្យលះ
នឹងឲ្យលះឲ្យមានអត្តន័យអត្តរសខ្លឹមសារច្បាស់លាស់អាហ្នឹងបានគេតាមដានយើងអ្នកផលិតវីដេអូយើងត្រូវតែរកអត្តន័យនឹងឲ្យឃើញមកបងប្អូននឹងកុំចេះតែធ្វើមានពេលប៉ុណ្ណាធ្វើប៉ុណ្ណឹងមានពេលប៉ុណ្ណាធ្វើប៉ុណ្ណឹងមានពេលប៉ុណ្ណាធ្វើប៉ុណ្ណឹងមែនក៏តែយើងធ្វើយកសង្កត់យកអត្តន័យខ្លឹមសារបានគេមានអ្នកមើលមិនថាកំ pl មិនថាវីដេអូបែបមហោបមិនថាធ្វើវីដេអូបែប review មិនថាវីដេអូបែបទេសភាពបែបអីទេគេមានក្បាលមានកន្ទុយគេត្រឹមត្រូវអញ្ចឹងចាប់ពីថ្ងៃនេះតើបើសិនបងប្អូនឃើញវីដេអូខ្ញុំដែលនិយាយបញ្យល់ហើយសូមកែខ្លួនឡើងនឹងកែខ្លួនដើម្បីយើងបានអ្នកមើលបានអ្នក follow មកវីដេអូរបស់យើងណាព្រោះវីដេអូរបស់យើងគឺជាចំណុចមួយដែលទាក់ទាញ follow ជាចំណុចមួយដែលទាក់ទាញ like គេ comment គេ follow មក page យើងបងប្អូននឹងបាន follow បាន follow មកពីណាមិនបានមកពីការសុំ like សុំ follow គ្នាទេសងគ្នាទៅវិញទៅមកអីទេគឺបានពីការផលិតវីដេអូបានពីយើងបានពីសមត្ថភាពយើងទេកុសលយើងដែលផលិតវីដេអូធ្វើម៉េចឲ្យមានភាពទាក់ទាញមានចំណាប់អារម្មណ៍មានអត្ថន័យខ្លឹមសារល្អគេចុច like គេចុច follow អស់ហើយអាហ្នឹងហើយគេហៅថារៀងខំប្រឹងប្រែងធ្វើវីដេអូមិនមែនដល់សុំ like សុំ follow គ្នាទេគឺ follow គេចូលចិត្តយើងឬមិនចូលចិត្តលើយើងអាស្រ័យទៅលើយើងជាអ្នកធ្វើវីដេអូអាស្រ័យទៅលើខ្លួនយើងមកប៉ុន្មានអាស្រ័យទៅលើគេទេណាមានអាស្រ័យទៅលើដល់សុំគេទេណាយើងមានសមត្ថភាពអញ្ចឹងយើងត្រូវតែយកសមត្ថភាពយើងទៅផលិតវីដេអូផុសនៅក្នុង page របស់យើងដើម្បីឲ្យមានភាពទាក់ទាញមានចំណាប់អារម្មណ៍ល្អមិនធ្វើដើម្បីតែធ្វើទេបងប្អូនមិនផុសឲ្យតែច្រើនតែបរិមាណខ្វះគុណភាពទេបងប្អូននឹងយើងត្រូវតែមានទាំងបរិមាណយើងត្រូវតែមានគុណភាពជាពិសេសគឺគុណភាពបរិមាណមិនបាច់ច្រើនក៏បានផុសតែមួយថ្ងៃមួយដូចខ្ញុំក៏បានដែរមានរូបភាពផុសរូបភាពមានវីដេអូវិញផុសវីដេអូវិញនឹងមានអាខ្លីយើងផុសអាខ្លីទៅនឹងកំតែថាមានយើងកុំផុសចាំរកវីដេអូណាដែលមានអត្ថន័យខ្លឹមសារខ្ពស់យកមកធ្វើអាហ្នឹងបានវាល្អណាបងប្អូនគេអ្នក like គេអ្នក follow មិនថាយើងមិនថាគេបងប្អូនមិនចេះតែគេថាចេះតែ like ឲ្យយើងចេះធ្វើឲ្យយើងទេណាគឺអត់ទេគេមើលអត្ថន័យខ្លឹមសារការថតរបស់យើងការធ្វើរបស់យើងវាល្អវាស្អាតឬក៏អត់អញ្ចឹងបងប្អូនចាំវីដេអូនេះវែងទេហើយបងប្អូន6 7នាទីហើយអញ្ចឹងសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយបងប្អូនជម្រាបលា